đại sa krom hôn dương chia krom hôn solar dương cóត្រូវយល់អំពីបាតុភូតផ្ទះព្រោះអាផ្ទះហ្នឹងវាបំផ្លាញប្រព័ន្ធសូឡាណាអញ្ចឹងណាបាតុភូតផ្ទះគឺវាកើតឡើងដោយសារតែមានអគ្គិសនីដាច់ចេញពីគ្នាអគ្គិសនីយើងនៅលើផែនដីហ្នឹងមានច្រើនណាស់គឺអគ្គិសនីបូកនិងដកមានន័យថាអេເລັກត្រូនបូកនិងអេເລັກត្រូនដកហើយជាធម្មតាបើវានៅមួយគ្នាវានៅសុខសាន្តមួយគ្នាវាអត់មានផ្ទះទេតែបើវាដាច់ចេញពីគ្នាហើយអាមួយដែលដាច់នេះវាទៅរកឃើញណាមួយទៀតដៃគូវាថ្មីគឺវារត់ទៅរកជួបគ្នាដើម្បីស៊ីសងអញ្ចឹងអានេះដាច់ពីនេះមកក៏វារត់ទៅរកកន្លែងថ្មីទៀតបាតុភូតអគ្គិសនីបូកនឹងដកហ្នឹងពេលដែលវាមានកម្ដៅមានសីតុណ្ហភាពមានការផ្លាស់ប្រែសីតុណ្ហភាពលើផែនដីក្ដៅត្រជាក់ហ្នឹងធ្វើឲ្យអគ្គិសនីហ្នឹងវាដាច់ចេញពីគ្នាបាទដូចយើងកាលពីនៅរៀនគេធ្វើតែយកតែប៊ិចអញ្ចឹងណាដោះជាមួយសក់តិចទៅវាដាច់អេເລັກត្រូនហើយវាយើងអាចធ្វើតេស្តបានអញ្ចឹងអគ្គិសនីដែលនៅលើបរិយាកាសនេះងាយដាច់ចេញពីគ្នាណាស់ហើយក៏វាអាចងាយរត់ទៅរកគ្នាវិញពេលដែលវារត់ទៅរកគ្នាវិញហ្នឹងវាមិនមែនរត់រកអាចារ្យទេវាអាចទៅរត់រកថ្មីមួយនៅកន្លែងណាមួយដែលវាធ្វើឲ្យមានបាតុភូតរន្ទះនឹងកើតឡើងហើយនៅពេលដែលយើងដើរលើដីអញ្ចឹងឧទាហរណ៍អញ្ចឹងអគ្គិសនីដែលដាច់ចេញពីដីមកអគ្គិសនីដែលដាច់ហើយអណ្ដែតឡើងមកលើនេះគឺអគ្គិសនីបូកវាស្រាលវាតែងតែរត់មកតោងនៅលើខ្ពស់ចំណុចណាដែលខ្ពស់វាតោងនៅលើនឹងដូចជាដើមឈើដូចជាមនុស្សយើងដើរនៅលើដំបូលផ្ទះនៅលើអីចឹងអាហ្នឹងវាដែតនៅលើនឹងបាតុភូតដែលមានអគ្គិសនីបូកដកឬក៏បូកច្រើនឬក៏ដកច្រើននៅលើនេះច្រើនអគ្គិសនីមួយទៀតដែលនៅលើនោះអគ្គិសនីដកហ្នឹងវាភាគច្រើនវាធ្ងន់វាអណ្ដែតលើមេឃហើយវាដាច់ចេញពីអគ្គិសនីបូកវាអណ្ដែតចុះមកក្រោមដល់នេះវាឃើញអគ្គិសនីបូកហ្នឹងនៅលើដើមឈើនៅលើខ្លួនយើងដើរហ្នឹងគឺវាចូលតាមហ្នឹងដើម្បីកើតជារន្ទះតែម្ដងពេលដែលវាចូលតាមយើងហ្នឹងវាស៊ីសងគ្នាតែហ្នឹងផងឲ្យវាចូលទៅក្នុងដីទៀតដើម្បីឲ្យវាคล้ายទៅជាអគ្គិសនីមួយនៅបានន័យថាមានបូកមានដកស្មើគ្នានៅពេលដែលយើងតម្លើងប្រព័ន្ធសូឡាហ្នឹងយើងត្រូវតែមានប្រព័ន្ធការពាររន្ទះហ្នឹងដែរដូច្នេះយើងបានសិក្សាពីវិធីការពារវាដើម្បីកុំឲ្យវាប៉ះពាល់ឬក៏ខូចប្រព័ន្ធសូឡាហ្នឹងអញ្ចឹងហើយយើងសិក្សាទាំងអស់វាតកតងនឹងគ្រឿងភ្លើងដូច្នេះហើយប្រព័ន្ធការពាររន្ទះនេះទោះបីយើងតម្លើងសូឡាក៏យើងត្រូវចេះទោះបីយើងតម្លើងភ្លើងក្នុងផ្ទះក៏យើងត្រូវចេះហើយពេលដែលមានប្រព័ន្ធការពាររន្ទះវាការពារប្រព័ន្ធសូឡាមិនឲ្យឆេះវាការពារប្រព័ន្ធភ្លើងក្នុងផ្ទះមិនឲ្យឆេះវាអាចការពារមនុស្សមិនឲ្យមានគ្រោះថ្នាក់